សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វគ្គបន្ទាប់នៃសាច់រឿងអ្នកបម្រើប្រុសគឺជាស្ដេចបិសាចអ្នកនរគ្នាដូចសមម្ដងអញ្ចឹងមុននឹងការចាប់ផ្ដើមសាច់រឿងដែរគឺចង់ឲ្យគ្នាជួយ Subscribe លើ Channel របស់ខ្ញុំផងដូចជាការ Like Comment អ្វីក៏បានជាការលើកទឹកចិត្តរបស់ខ្ញុំដើម្បីខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវគ្គបន្តទៀតតែកុំឲ្យខាតពេលយូរយើងមកតាមអ្នកនរគ្នាតាមសាច់រឿងបន្ទាប់ហ្នឹងនឹងទៅជាយ៉ាងណាបន្ទាប់ពីកងបានព្យាយាមប្រើល្បិចជាមួយ Fan ហើយ Fan ក៏បានប្រើល្បិចទៅវិញហ្នឹងតើសាច់រឿងយើងបន្តហ្នឹងទៅជាយ៉ាងណាសម្រាប់ពីរអ្នកគេនឹងទៀតហ្នឹងហើយបន្ទាប់ពីកងរបស់យើងបានត្រូវល្បិចចុងក្រោយរបស់ Fan នោះក៏បាននិយាយជាមួយ Fan ថាចង្រៃយកអាថោកទៀតហ្នឹងហើយគឺខឹង Fan មែនតើហើយក៏បន្តនិយាយទៀតថាតើឯងគ្មានភាពស្មោះត្រង់ជាមួយនឹងគួយយ៉ាងណាទៅយើងនឹងឲ្យឯងសល់អ្វីដែលឯងបានធ្វើមកលើយើងហ្នឹងហើយរីឯ Fan វិញក៏អត់ខ្វល់ដែរក៏និយាយទាំងញញឹមថាយើងគ្រាន់តែលេងកំ pl ែងតាប៉ុន្តែចាប់នេះឯងក៏បានឮនៅអ្វីដែលយើងបាននិយាយហើយឯងក៏បានក្លែកមើលទៅតើក្នុងខួររបស់ឯងហ្នឹងកំពុងតែគិតអីទៅយើងគិតថាឯងគឺជាមនុស្សតែម្នាក់ក៏ដែលអត់គ្រប់អ្នកនាងឡុងនៅទីនេះហ្នឹងហើយគាត់ទៅលើប៉ែតនោះដែរគឺកងរបស់យើងរៀងសង្ហាចិត្តបន្ទាប់មកកងក៏បានគិតក្នុងចិត្តវិញថាសម្ដីគេគិតទៅដូចជាសមហេតុផលដែរទោះបីជាហ្វានឆៅហ្នឹងមើលទៅគឺគ្មានការគ្រប់ក៏ដោយក៏ប៉ុន្តែការពិតនោះគឺវាមានអ្វីម្យ៉ាងនៅក្នុងខួរក្បាលរបស់ខ្ញុំហ្នឹងហើយគឺគិតបដើហ្នឹងគឺមុខឡើងក្រហមបដើបន្ទាប់មកក៏បន្តគិតក្នុងចិត្តទៀតថាគឺក្នុងខួរក្បាលរបស់ខ្ញុំបានបំពោលដោយរូបភាពនៃទេពធីតាម្នាក់នៅក្នុងបេះដូងរបស់ខ្ញុំមិនអាចរលេះដើម្បីស្ដីបន្ទោសគេបានទេហ្នឹងហើយគឺកងរបស់យើងគេហៅថារៀងខូចបន្តិចស្មោះត្រង់បន្តិចល្អបន្តិចហ្នឹងហើយគឺទោះខូចយ៉ាងណាក៏ដោយក៏ប៉ុន្តែក៏ហៅថាមនុស្សស្មោះត្រង់ដែរគឺអត់ចេះបន្ទោសគេប្រេះផ្ដាស់ទេហ្នឹងហើយមួយសន្ទុះក្រោយមកគឺកងរបស់យើងក៏នឹកឃើញដល់អ្នកនាងគួយឡុងរបស់យើងនោះគឺកំពុងថាដោះសម្លៀកបំពាក់គឺចេញបែប sexy រីឯ fan របស់យើងនៅវិញនៅពេលដែលឃើញកង់របស់យើងរៀងអៀនហ្នឹងក៏គិតក្នុងចិត្តទាំងមុខខ្មៅថាអាចឆ្នៃមួយនេះប្រកាសជាគិតអីប្រេះផ្ដាស់ទៀតហើយហ្នឹងហើយមួយសន្ទុះក្រោយមកកង់របស់យើងក៏បានតនិយាយជាមួយ fan ថាស្ដាប់សិនយើងអត់ទោសឲ្យឯងហើយបន្ទាប់ពីនិយាយជាមួយ fan ហើយក៏បញ្ចេញយុទ្ធសាស្ត្ររបស់ខ្លួនមកហើយក៏បាននិយាយបន្តទៅកាន់ fan ថាប៉ុន្តែឥឡូវនេះវាដល់ពេលដែលយើងត្រូវធ្វើការហ្មត់ចត់ជាមួយឯងហើយហ្នឹងហើយបន្ទាប់មកកង់របស់យើងក៏បន្តបញ្ចេញយុទ្ធសាស្ត្ររបស់ខ្លួនដែរគឺក្បាច់គុណកម្រិតខ្ពស់នៃក្បាច់គុណផែនដីកំណាប់ដៃភ្លើងហ្នឹងហើយអំឡុងពេលដែលរត់ទៅរកវាយគ្នាជាមួយ fan នោះក៏មានសំឡេង boom boom ហ្នឹងហើយបន្ទាប់ពីចិត្តទៅដល់ fan នោះដែរក៏កង់របស់យើងក៏បន្តនិយាយជាមួយ fan ថាចេញពីផ្លូវរបស់យើងទៅបើសិនជាឯងមិនចង់ឈឺខ្លួនក៏ប៉ុន្តែក៏វាមានន័យថាឯងនឹងគឺចុះចាញ់ហើយហ្នឹងហើយ fan របស់យើងគឺអត់ភ័យខ្លាចនោះទេគឺឈរទាំងញញឹមបន្ទាប់មកដៃរបស់ fan របស់យើងក៏បញ្ចេញយុទ្ធសាស្ត្ររបស់ខ្លួនដែរគឺបែបបិសាចហ្នឹងហើយបន្ទាប់ពីកង់របស់យើងបានឃើញនោះក៏បាននិយាយដែរថាហេអាចង្រៃតើឯងចង់ស្លាប់មែនយើងគឺជាអ្នកដែលមានវិជ្ជាគុណឈីកម្រិតទី7ហើយនេះគឺជាកម្រិតកំពូលនៃក្បាច់គុណនេះយើងបានប្រើកម្រិតកំពូលរបស់យើងហើយឯងតែកម្រិត5ប៉ុណ្ណោះបើឯងមិនចង់ស្លាប់ទេឯងចេញពីផ្លូវរបស់យើងទៅឯងឆាប់ចេញពីផ្លូវរបស់យើងទៅហ្នឹងហើយគឺកង់របស់យើងគឺអត់ស្គាល់ fan ទេក៏ប៉ុន្តែក្នុងពេលដែលប្រើយុទ្ធសាស្ត្រមកលើ fan នេះក៏បន្តបញ្ចុះ fan របស់យើងឲ្យចុះចាញ់ខ្លួនដែរក៏ប៉ុន្តែ fan របស់យើងនោះក៏មិនអន់ដែរអ្នកនរគ្នាដូចគ្នាបានហ្នឹងអញ្ចឹងគឺជាស្ដេចបិសាចទាំងមូលហ្នឹងហើយកង់របស់យើងក៏បន្តការវាយប្រយុទ្ធជាមួយនឹង fan ដែរនៅពេលដែលជិតទៅដល់ fan នោះគឺកង់របស់យើងរៀងភ័យវិញគឺរៀងបែកញើសគឺកង់បានប្រើកំណាប់ដៃហើយ fan របស់យើងក៏បានប្រើយុទ្ធសាស្ត្ររបស់ខ្លួនដែរហ្នឹងហើយបើសន្ទុះក្រោយមកកង់របស់យើងក៏បានខ្ទាតយ៉ាងឆ្ងាយទៅគឺខ្ទាតឡើងឆ្ងាយចេញពី fan មែនតើទៅមកក៏បាននិយាយទៅ fan ថាតើវាកើតឡើងដោយរបៀបណាទៅយើងខ្លាំងជាងច្បាស់ណាស់ហេតុអ្វីក៏យើងត្រូវខ្ទាតចេញឆ្ងាយបែបនេះហ្នឹងហើយកងរបស់យើងគឺខឹងមែនតើគឺខឹងឡើងខំថ្មិញហើយឯអ្នកនាងគួយឡងនៅវិញដែលពងឈរមើល fan នឹងកងប្រយុទ្ធគ្នានោះក៏បានក្នុងចិត្តដែរថាទោះបីជាខ្ញុំបានមើលងាយ fan ឆៅក៏ដោយក៏ប៉ុន្តែខ្ញុំនៅតែចាក់អារម្មណ៍នឹងកម្លាំងនិងសមត្ថភាពរបស់គេយ៉ាងណាមិញគេគឺជាមនុស្សតែម្នាក់គត់មានកម្រិតវិជ្ជាគុណត្រឹមឈីតែប៉ុណ្ណោះដែលអាចមានសមត្ថភាពសម្រាប់គ្រូដែលមកពីគ្រួសារជួសជុលបិសាចនោះដែលមានកម្រិតវិជ្ជាគុណឋានសួគ៌ដល់ទៅ2នាក់កងគឺគ្រាន់តែជាស្មៅដែលគេដើរជន់ក៏ស្លាប់ដែរហ្នឹងហើយបន្ទាប់ពីអ្នកនាងគួយឡងគិតចប់នោះ fan របស់យើងក៏ដើរទៅរកកងវិញហើយក៏បាននិយាយទៅកាន់កងថាហេយើងដឹងថាឯងទប់ចិត្តមិនបានទេមែនអត់ហើយយើងក៏ដឹងថាឯងគឺមិនទាន់បានប្រើប្រាស់កម្លាំងរបស់ឯងពេញលេញនោះទេគឺ fan របស់យើងក៏និយាយបែរទៅថាលើកទឹកចិត្តទៅកងវិញដែររីឯកងរបស់យើងគាត់ទៅលើពាក្យសម្ដីនោះហើយក៏បានលើកដៃទៅ fan ថាបានហើយយើងចាញ់ហើយបើសិនអ្នកដែលមានវិជ្ជាគុណឈីកម្រិតទី7ដូចយើងនេះទៅវាប្រហារអ្នកដែលមានវិជ្ជាគុណកម្រិតត្រឹមតែ5ប៉ុណ្ណោះអញ្ចឹងយើងនៅតែចាញ់ដូចតែគ្នាហ្នឹង
ហ្នឹងហើយកង់របស់យើងគឺនៅតែសភាពបត់ពិតៗគឺគេថាទទួលស្គាល់ការពិតចាញ់ទាំងចាញ់ឈ្នះទាំងឈ្នះរីឯ fan របស់យើងនៅវិញនៅពេលដែលបានលើសម្ដីកង់ហើយគេថាយើងដកដង្ហើមធំដែរតមកក៏បានលើកដៃរបស់ខ្លួនទៅទាញកង់ឡើងហ្នឹងហើយតមកក៏បាននិយាយទៅកាន់កង់ថាប្រហែលសម្រាប់ឯងវាគ្រាន់តែជាការស្មើភាពគ្នាប៉ុណ្ណោះក៏ប៉ុន្តែវាសម្រាប់យើងនោះគឺជាការអត់ទោសឲ្យធ្វើឲ្យកង់គឺភ្ញាក់ផ្អើលមែនទែនតមកក៏បានក្នុងចិត្តថាតើគេអាចយល់ពីចេតនារបស់យើងក្នុងមួយប្រភេទភ្នែកបានទេហ្នឹងហើយបន្ទាប់មកកង់របស់យើងក៏បានលើកដៃរបស់ខ្លួនវិញដែរគឺដើម្បីចាប់ដៃជាមួយ fan ដើម្បី fan ជួយលើកខ្លួនមកក៏បាននិយាយទៅកាន់ fan ថាឥឡូវនេះយើងយល់ហើយថាអ្វីបានជាអ្នកនាងខួយនោះលងស្នេហ៍នឹងឯងហ្នឹងហើយគឺកង់របស់យើងគេហៅថាទទួលស្គាល់ការពិតហើយបន្ទាប់មកកង់វិញបានដើរចេញពីអ្នកនាងគួយឡុងហើយនឹង fan ហើយក៏បាននិយាយកាន់អ្នកនាងគួយឡុងថាក្រុមអ្នកនាងឡុងអ្នកនាងគឺទទួលបានបរិះល្អហើយអញ្ចឹងក្មេងមួយនេះគឺវាមកជំនួសផ្លែខ្ញុំហើយហ្នឹងហើយគឺនិយាយទាំងហៅថាយើងអន់ចិត្តដែរគឺខំស្រឡាញ់គេសារភាពគេរាប់ពាន់ដងហើយក៏ប៉ុន្តែក្រោយគឺចាញ់អ្នកក្រោយហ្នឹងហើយអ្នកគ្នាអញ្ចឹងអ្នកមុនក៏មិនប្រកាសថាល្អជាងអ្នកក្រោយដែរតោះតាមសេចក្ដីយើងបន្តទៀតចុះមកឡងពេលដែលកង់របស់យើងក៏គេហៅថាលាអ្នកនាងគួយឡុងហើយនឹងហ្វាននោះមកមួយរំពេចនោះក៏ថាតែមានយសសិលមួយគឺបាញ់មករកកង់របស់យើងធ្វើឲ្យហ្វានរបស់យើងហើយចាប់ផ្លឹកតន់ក៏មកលើសំឡេងថាហ្នឹងហើយគឺហ្វានរបស់យើងបានចាប់កង់ថាកិច្ចផុតពីយុទ្ធសាស្ត្រមួយនោះដែរវាកង់របស់យើងនៅពេលទៅបានថាកិច្ចផុតហើយក៏បានងាកឆ្វេងងាកស្ដាំធ្វើមកបែកឆ្ងល់តែឯហ្វានរបស់យើងនោះគេថាធ្វើមកបែកមកចត់ទៅជាមួយនឹងស្ថានភាពថាវារៀងក្តៅកគុកដែរដោយសារមានរសិលបានមកលួចវាយប្រហារកង់មកពីខាងក្រោយមកកង់ក៏បាននិយាយទៅកាន់ហ្វានថាអរគុណសម្រាប់ការជួយជីវិតរបស់យើង brother យើងមិននឹកស្មានថាសត្រូវរបស់យើងនេះធ្វើរឿងបែបនេះដាក់យើងសោះហ្នឹងហើយរីឯហ្វានរបស់យើងក៏អត់សូវជាខ្វល់ដែរក៏បាននិយាយទៅកាន់កង់វិញថាមិនទាន់អរគុណយើងហ្នឹងហើយមួយទៅក៏តែមានមនុស្សមួយក្រុមមកដែលមកពីគ្រួសារជួសឆ្លងបិសាចនោះបានមកហើយក៏បាននិយាយថានោះពួកគេនៅទីនោះពួកយើងចូលហ្នឹងហើយគឺពួកគេបានឡោមព័ទ្ធ3នាក់គេហ្វានខុងហើយអ្នកនាងខួយឡុងនោះបន្ទាប់មកអ្នកនាងខួយឡុងក៏បាននិយាយទៅកាន់ហ្វានថាតើពួកយើងធ្វើយ៉ាងម៉េចទៅរីឯកង់របស់យើងនោះក៏បាននិយាយដែរថាយើងជាមនុស្សដំណាក់គុណដែលពួកឯងត្រូវការពីអ្នកគេនោះគឺគ្មានអ្វីនោះទេឲ្យពួកគេចេញទៅតែឯម្នាក់នៃចំណោមពួកគេនោះក៏បានសើចហេហើយបាននិយាយថាដូចជាការរំពឹងទុកមែនពីសមាជិកនៃគ្រួសារអធិរាជតែទោះយ៉ាងណាក៏ដោយពួកយើងមិនអាចទុកសាក្សីឲ្យនៅរស់បាននោះទេហ្នឹងហើយគឺធ្វើឲ្យកង់របស់យើងរៀងខឹងមែនតែនខំមាត់ផងហើយមួយសន្ទុះក្រោយមកក៏លើសម្រាប់ជើងប្រាប់ហ្នឹងហើយគឺសម្រាប់ជើងរបស់ហ្វានរបស់យើងនោះដែរគឺហ្វានរបស់យើងបានដើរមកមុខកង់របស់យើងទៀតហើយក៏បាននិយាយទៅកាន់ពួកគេថាគេស្ថិតនៅក្រោមការការពាររបស់យើងបើសិនជាឯងចង់សម្លាប់គេឯងរំលងសាកសពយើងសិនទៅអ្នកគ្នារឿងរបស់យើងគឺចប់តំណងសិនហើយសម្រាប់គ្នាបានរីករាយនៅវគ្គថ្មីរបស់យើងដែរបានបន្តសាច់រឿងមុននឹងការរៀននេះដែរបើសិនជាគ្នាបន្តបាន Subscribe មកលើ Channel របស់ខ្ញុំទេអ្នកគ្នាជួយ Subscribe មកលើ Channel របស់ខ្ញុំផងហើយបើសិនជាអ្នកគ្នាពេញចិត្តដែរអ្នកគ្នាអាចជួយ Comment ជាបេះដូងក៏បានអ្វីក៏បានតាមដែលអ្នកគ្នាថាងាយស្រួលហ្នឹងហើយអរគុណច្រើនចាំជួបគ្នានៅវីដេអូបន្ទាប់ទៀតដែរអរគុណបាយបាយ